ជំរាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមអញ្ជើញតាមដានទស្សនាព័ត៌មានរបស់ទូរទស្សន៍បាយ័នជាដំបូងយើងខ្ញុំសូមជូនព័ត៌មានក្នុងប្រទេសមេត្តាសំខាន់នៃព័ត៌មានក្នុងប្រទេសនារាត្រីនេះមានជាបន្តដូចតទៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានបើកវគ្គបណ្ដុះបណ្ដាលមួយដែលស្ដីពីការត្រៀមបង្ការគ្រោះអាសន្នវគ្គបណ្ដុះបណ្ដាលស្ដីពីការត្រៀមលក្ខណៈបង្ការគ្រោះអាសន្នត្រូវបានធ្វើឡើងព្រឹកមិញនេះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដែលមានរយៈពេល5ថ្ងៃគឺចាប់ពីថ្ងៃទី20ដល់ថ្ងៃទី24ខែមិថុនារៀបចំដោយមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះអាសន្នអាស៊ីសហការជាមួយនឹងក្រសួងសុខាភិបាលនិងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតលោកវិជ្ជបណ្ឌិតសាយសេងលីនាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរាជការដែលជាបុគ្គលិកមន្ទីរពេទ្យឲ្យកាន់តែមានចំណេះដឹងនិងជំនាញនៅពេលមានគ្រោះមហន្តរាយដែលកើតមានឡើងមិនអាចទាយទុកជាមុនហើយវិនិស្សកម្មនៃគ្រោះមហន្តរាយនេះបាននឹងកំពុងបន្តគំរាមកំហែងពិភពលោកឥតឈប់ឈរដល់ឡែកប្រទេសកម្ពុជាធ្លាប់បានទទួលរងគ្រោះមហន្តរាយធម្មជាតិទឹកចំនួនជាច្រើនលើកដោយបានសម្លាប់ជីវិតប្រជាជនអស់រាប់រយនាក់កាលពីឆ្នាំ2000និងឆ្នាំ2001និងឆ្នាំ2002ហើយកាលពីថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2010កន្លងមកនេះសោតនាដកម្មបានសម្លាប់ជីវិតមនុស្សអស់357នាក់និងរបួសជិត400នាក់នៅលើស្ពានពេជ្រអាដាមសាស្ត្រាចារ្យអាដាមសាស្ត្រាចារ្យសៀងហួងអនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ដើម្បីទទួលយកជំនាញសម្រាប់ត្រៀមបង្ការគ្រោះអាសន្នផ្សេងៗដែលកើតមានដោយយថាហេតុហើយទាមទារឲ្យគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលាដោយយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់រួមទាំងមហន្តរាយដោយធម្មជាតិនិងឧបទ្ទវហេតុផ្សេងៗក្នុងសង្គមថ្មីត្បិតតែយើងមិនអាចទប់ស្កាត់គ្រោះអាក្រក់ទាំងនេះចាំមិនឲ្យកើតមានឡើងក៏ពិតមែនប៉ុន្តែអ្វីដែលយើងអាចធ្វើបាននោះគឺការត្រៀមរៀបចំនៅផែនការទុកជាមុនដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយដែលកើតមានឡើងឲ្យទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់ព័ត៌មានក្នុងប្រទេសដែលលោកនាងកញ្ញាទើបបានទស្សនានៅពេលនេះចប់តែប៉ុណ្ណេះជាបន្តសូមអញ្ជើញតាមដានទស្សនាព័ត៌មានអន្តរជាតិពីបើខាងសាលាដីទីខ្ញុំគិតថាខាងសាលានេះនាំមកនៅយកទៅអនុវត្តនៅក្នុងអង្គភាពរបស់អស់លោករីកខ្លួនអស់លោកស្រីទាំងអស់សូមប្រកបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈបែរពីអ្នកកុំបីឃ្លៀងឃ្លាតឡើយសូមអរគុណ ADPC ជឿមាន please thank you very much distinguished participants and our instructors good morning very important event in Cambodia, Phnom Penh, and it was very successful. And for the hospital, and we'll do some assessment next week, and hopefully by the end of the program, for the preparedness of the hospital. As we have seen, the frequency of disasters are increasing. The healthcare facilities needs to prepare to manage, not including the yearly needs of the hospital and the support, especially for the American Red Cross, and of course, we look forward in working with you in the different sessions of the various office. Thank you very much. សូមគោរពអញ្ជើញអាដាមសាស្ត្រាចារ្យស៊ីហួរនួនការក្រសួងស្ថាប័នរៀបចំមន្ទីរពេទ្យសម្រាប់ผู้សង្ឃដែលបានរៀបចំក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរជាវិជានេះតាមនាមម្ចាស់ដឹកនាំដោយលោកស្រីទាំងអស់ជ្រាបស្រាប់ហើយថាគ្រោះមហន្តរាយគឺជាវិនិស្សកម្មដែលមិនអាចទាយទុកមុនហើយតែបាននឹងកំពុងបន្តគម្រាមកំហែងពិភពលោកអត់ជប់ឈរមិនថាប្រទេសក្រឬមានតូចឬធំ